អូខេអញ្ចឹងថ្ងៃនេះយើងមកនិយាយពីការត្រាំចម្បាំងសម្រាប់ធ្វើផ្សិតចម្បាំងតែយើងត្រាំដោយរបៀបណាអឺការត្រាំចម្បាំងគឺយើងធ្វើយ៉ាងណាគឺត្រាំឲ្យលិចចម្បាំងហើយនេះគឺជាការចងតង់យើងត្រាំណាគឺយើងកុំចង់ពោះពេកតែកាលណាយើងចង់ពោះសម្ពាធទឹកវាខ្លាំងវារុញឲ្យវាខ្ទាតទៅខាងនោះឬក៏វាបាក់ទៅខាងនោះនេះសម្រាប់យើងមានអាំងបញ្ហាទេត្រាំឲ្យតែលិចដាក់ទៅកបោសពេលផ្អាប់ដាក់តែស្ករងទៅគឺបានតែយើងនេះអត់តន់មានអាងមានអីយើងអាចធ្វើចឹងបានគឺយើងចងជាអាងចឹងមកយើងយកទឹកមកបកូនគឺមកវាត្រេតមកខាងនេះអានេះទៀតទេតែប៉ុន្តែជាងយើងដាក់2ចានចុះយើងដាក់ច្បាំងទៅតាមនេះមកសំខាន់លើតង់យើងនេះខ្ញុំនៅសល់តែខ្ញុំធ្វើតែ20កញ្ចប់ខ្ញុំដាក់ច្បាំងទៅប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយมันជាធំប្រមាណទេអញ្ចឹងខ្ញុំដាក់ឲ្យលិចច្បាំងហើយអ្នកនរគ្នាដាក់ច្បាំងឲ្យច្រើនចឹងមកឃើញគួរខ្ពស់ចឹងយកអត់បានសកត់វាក៏ប៉ុន្តែពេលដាក់ទឹកទៅរៀបវិញហើយដាក់ល្មមមកយើងគិតថាអាចធ្វើគ្រប់ចំពោះទៅតាមគេហៅថាមេរបស់យើងហើយបើតាមគេបរៀនគឺ4ដុំច្បាំងមូស្មើនឹង10កញ្ចប់មេផ្សិតអញ្ចឹងអ្នកនរគ្នាប៉ាន់ប្រហែលមើលទៅគាត់ខ្ញុំនេះច្បាំងហ្នឹងទេអញ្ចឹងយើងបូមទឹកដាក់ឲ្យរៀបបន្តិចទៅចាំយើងបាច់កបោសពីលើវាអូខេអ្នកទាំងអស់គ្នាអាចស្រោចបែបនេះទៅគឺឲ្យវារៀបច្បាស់អញ្ចឹងណាឲ្យរៀបមកអញ្ចឹងមកដើម្បីអីដើម្បីយើងបាយកបោសទៅទីមួយវាមានអានសណាមនេះស្រាប់វាជាប់ទៅនឹងនេះស្រាប់មកវាហុយព្រោះកបោសយើងទិញពីគេមកវាតិចតែបើយើងមានក្នុងដៃវាមិនបញ្ហាអីសំខាន់យើងទិញគេវាអស់លុយយើងកុំឲ្យចំណាយថែតាមច្រើនហើយនេះគឺយើងបាញ់វានឹងជោគតិចមកឲ្យវាដកទៅខាងក្រោមតង់យើងឲ្យហ្នឹងច្រើនតិចមកចាំយើងបាច់បោដាក់បាយកបោសចូលពីហ្នឹងទៅគឺយើងវាចូលជាតិគ្នាល្អហើយបាយកបោសហ្នឹងក៏មកវាមានមេរោគឲ្យវាស្លាប់មេរោគឬក៏ប្រសាទជាតិពុលផ្សេងហ្នឹងវាមានថាប្រយោជន៍ច្រើននៅពេលដែលយើងបាញ់ទឹកវាចូលសើមល្មមហើយយើងឲ្យបាយកបោសពីលើទៅបាច់បែបហ្នឹងណាបាច់ក្រាស់តិចក៏បានដែរហើយយើងបាញ់ទឹកឲ្យវាចូលហើយវាលិចទៅឲ្យលិចច្បាំងហ្នឹងទៅឲ្យលិចច្បាំងទៅហើយអេដមីនថាជាវាលិចខ្លះអត់ខ្លះអាណាលិចក៏យកទៅធ្វើអាណាមិនលិចក៏អាចយកទៅធ្វើបានដែរអត់តែរៀងទុនហ្នឹងវាមានជាតិកបោសចូលយើងបាញ់ទឹកចិត្តទៅវាចូលសពទៅដល់ក្រោមទាំងអស់កុំឲ្យវាមានការឆ្លងមេរោគឬក៏មានជាតិពុលផ្សេងទៅផ្សិតយើងអត់សូវល្អអញ្ចឹងឲ្យយើងបាញ់វាចូលអញ្ចឹងទៅហើយការបាញ់នេះទៀតសោតយើងអាចបាញ់ចូលឲ្យដកទឹកហើយលិចច្បាំងហ្នឹងហើយចាំបានខ្ទង់12ម៉ោងឬក៏24ម៉ោងយើងអាចប្រហូរទឹកនឹងចោលយើងផ្អាប់ច្បាំងនឹងទុកអាចយកអីមកគ្របពីលើអាចយកតង់មួយទៀតយកមកគ្របពីលើហ្នឹងក៏បានដែរឬក៏ទុកអញ្ចឹងក៏បានដែរឲ្យវាក្តៅពេលក្តៅអីចឹងទៅវាក្តៅនៅក្នុងនោះឲ្យវាស្លាប់មេរោគបានដែរព្រោះយើងអត់បាច់ចំហុយទេយើងធ្វើតល់ដីតែបើយើងចំហុយយើងមិនបញ្ហាទេធ្វើស្រួលទេអ្នកចំហុយហើយអ្នករៀនចំហុយហ្នឹងតែធ្វើចំហុយក្នុងរោងហ្នឹងគឺច្រើនគឺគាត់រៀនបច្ចេកទេសហើយអញ្ចឹងមិនបាច់ចាំមើលវីដេអូនេះក៏បានដែរបន្ទាប់ពីយើងត្រាំបានរយៈពេលប្រហែលដូចជាមួយយប់ឬក៏12ម៉ោងទៅ24ម៉ោងអញ្ចឹងយើងអាចបោសទឹកចោលទៅយើងបោសទៅខាងនោះទៅខាងណាក៏បានដែរឲ្យតែអស់ទឹកបាទកាលណាយើងបោសអស់ទឹកហើយយើងផ្អាប់រយៈពេល1ថ្ងៃទៅ2ថ្ងៃក៏បានឲ្យវារៀងទុនច្បាស់បែបនេះទុនណាបាទនេះវាទុនអញ្ចឹងឃើញវាទុនអញ្ចឹងទីមួយផ្អាប់ឲ្យត្រូវហាក្តៅយើងអាចយកឲ្យមកបាំងពីលើកុំឲ្យវាស្ងួតច្បាំងលើដើម្បីឲ្យវាងាប់មេរោគយើងអត់បានចំហុយឬមួយទៀតយើងផ្អាប់ដើម្បីឲ្យវាទុនច្បាំងហ្នឹងឯងឲ្យវាជក់ទឹកបានល្អពេលខ្លះវាឆាប់កាច់វាឆាប់ដោះចុះវីដេអូវាមានតែប៉ុណ្្នឹងទេលើស្រូបប្រាំងឬក៏អ្នកខុនក៏ដោយស្រូបប្រាំងកាន់តែយើងកាន់តែចាប់ចង់ទៅលើច្បាំងព្រោះវាអាចសម្បូរមេរោគច្រើនជាងនឹងខុនដល់តែស្រូបភាសាហ្នឹង